81តើស្ថាបនិកទាំង5របស់អាស៊ានមានប្រទេសណាខ្លះស្ថាបនិកទាំង5របស់អាស៊ានមានប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងថៃ82តើកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតនៅឆ្នាំណាកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតនៅឆ្នាំ1955 83តើសម្ដេចនរោត្តមសីហនុឡើងសោយរាជ្យលើកទី2នៅថ្ងៃខែឆ្នាំណាសម្ដេចនរោត្តមសីហនុឡើងសោយរាជ្យលើកទី2នៅថ្ងៃ24ខែកញ្ញាឆ្នាំ1993 84តើសន្តិភាពពេញលេញនៅកម្ពុជាចាប់ផ្ដើមនៅឆ្នាំណាសន្តិភាពពេញលេញនៅកម្ពុជាចាប់ផ្ដើមនៅថ្ងៃ29ខែធ្នូឆ្នាំ1998 85តើព្រះបាទអង្គឌួងសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណាព្រះបាទអង្គឌួងសោយរាជ្យពីឆ្នាំ1841ដល់ឆ្នាំ1860 86តើស្ដេចខ្មែរដែលសោយរាជ្យសម័យអាណាព្យាបាលបារាំងមានស្ដេចអង្គណាខ្លះស្ដេចខ្មែរសោយរាជ្យសម័យអាណាព្យាបាលបារាំងមានព្រះបាទនរោត្តម1464 1904ព្រះបាទស៊ីសុវត្ថិ1904 1927ព្រះបាទស៊ីសុវត្ថិមុនីវង្ស1927 1941ព្រះបាទនរោត្តមសីហនុសោយរាជ្យលើកទី1 1941 1955 87តើកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំណាកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី13ខែតុលាឆ្នាំ2004 88តើខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណាទោះខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញនៅថ្ងៃ17ខែមេសាឆ្នាំ1975 89តើកម្ពុជារួចផុតពីសម័យខ្មែរក្រហមនៅថ្ងៃខែឆ្នាំណាកម្ពុជារួចផុតពីសម័យខ្មែរក្រហមនៅថ្ងៃទី07ខែមករាឆ្នាំ1979 90តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុធ្វើឡើងនៅថ្ងៃខែឆ្នាំណារដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុធ្វើឡើងនៅថ្ងៃ18ខែមីនាឆ្នាំ1970